កម្ពុជាថៃឯកភាពសាងសង់បង្គោលព្រំដែនឡើងវិញចំនួន15កម្ពុជាថៃបានឯកភាពគ្នាសាងសង់បង្គោលព្រំដែនឡើងវិញចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនិងបង្គោលព្រំដែនលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាព្រមទាំងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងតំបន់ភូមិជោគជ័យនងច័ន្ទនិងតំបន់ភូមិព្រៃច័ន្ទនងយ៉ាកែវនេះបើតាមសេចក្តីប្រកាសរួមនៅក្រៅកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃដែលធ្វើឡើងនៅខេត្តច័ន្ទបុរីរាជាណាចក្រថៃរយៈពេល2ថ្ងៃពីថ្ងៃទី21ដល់ថ្ងៃទី22ខែតុលាឆ្នាំ2025ប្រពន្ធបានបញ្ជាក់ថាភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTST កម្ពុជាថៃដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូបង្គោលដើមចំនួនបារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើមភាគីទាំងពីរក៏បានឯកភាពសាងសង់ឡើងវិញនៅបង្គោលព្រំដែនលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នាជាមួយគ្នានេះភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេសឆ្នាំ2003តាក់ទងនឹងការផលិតផែនទីដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីពន្លឿនការវាស់វែងនិងខណ្ឌសីមាព្រំដែនពាក់ព័ន្ធនឹងករណីចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42 47ក្នុងតំបន់ភូមិជោគជ័យនងច័ន្ទនិងតំបន់ភូមិព្រៃច័ន្ទនងយ៉ាកែវភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេសសម្រាប់ការវាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនអតិភិបនៅចន្លោះបង្គោលលេខ42 479ភាគីទាំងពីរក៏បានឯកភាពដែរថាកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ក្នុងខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា